យុទ្ធសាស្ត្រ liquidity trade នេះធ្វើឲ្យខ្ញុំបានដកលុយពីការ trade ជាង 10k ហើយអ្នកដែលទៅប្រចាប់ដើមក្នុងការ trade ខ្ញុំពិតជាណែនាំមែនតើក្នុងការស្គាល់អំពី liquidity ព្រោះ liquidity គឺជាកន្លែងដែល trader ពីចឹងគាត់ដាក់ SL ហើយបើសិនជាអ្នកនាងរក liquidity នឹងអត់ឃើញទេអ្នកទាំងអស់គ្នាហ្នឹងហើយនឹងខ្លាចទៅជា liquidity របស់គេមុននឹងបន្តពីតោនេះចាប់បង្កើត contract ដើម្បីទៅបានលុយរៀបតែមកវិញ6ដុល្លារក្នុងមួយ lot ជាមួយ spread 26 comment spread 20 comment អ្នកនាង scan ចូលជិះលុយតូនខាងលើបានអញ្ចឹងយើងត្រឡប់មកមើល screen ថាតើ liquidity មានអីគេខ្លះហើយទីនេះគឺតាក់ទងនឹង swing high swing low ឬក៏ជើងខ្ពស់បំផុតឬក៏ជើងទាបបំផុតអញ្ចឹងវាអាចនៅក្រោមនេះឬក៏វាអាចនៅក្រោមនេះ design គេភាគច្រើនអ្នកខ្លះដែលគាត់ឧទាហរណ៍ថាពេលខ្លះអ្នកដែលគាត់ buy ប្រកាសជាគាត់ដាក់ SL ចេះហើយបើសិនជាផ្សារទំនោរឡើងគាត់ដាក់ SL គាត់នៅក្រោមនេះហើយ TP គាត់នៅលើឬក៏គាត់ដាក់ SL ចេះពេលគាត់បាន buy នៅកន្លែងនេះណាគាត់ដាក់ SL នេះហើយគាត់ដាក់ TP នៅខាងលើប៉ុន្តែពេលខ្លះគាត់បានមើល liquidity ផ្សារវាមក SL របស់គាត់ហើយវាឡើងទៅលើដល់ target profit របស់គាត់វិញដូចគ្នាណាហើយខាងលើនេះគាត់អាចទៅជា liquidity ផងដែរនេះទាំងពីរនេះណានេះអញ្ចឹងបើសិនជាទីផ្សារវាមិនបង្កើតជា liquidity ទេគឺជាការ break out អញ្ចឹងវាអាចទៅជា bull ហើយមានន័យថាវា break ទំនោរហើយបកគោលខ្ពស់ឡើងបកគោលខ្ពស់ឡើងទៅលើប៉ុន្តែឧទាហរណ៍ថាបើសិនជាកន្លែងនេះដូចគ្នាបើសិនជាវាអាចផ្ដាច់នៅកន្លែងហ្នឹងបានគឺវានឹងចុះមកវិញដូចក្នុងវីដេអូមុនខ្ញុំបានបញ្យល់ប្រាប់អ្នកនរគ្នាអញ្ចឹង swing high swing low មិនទៅអ្នកដូចបកគោលអ្នកនេះបានឃើញនេះកន្លែងនេះខ្ពស់ឬក៏កន្លែងទាបគេអញ្ចឹងកន្លែងនេះវាបិទអត់បែកឃើញវាធ្លាក់មកណានេះធ្លាក់មកកន្លែងនេះវិញដោយសារជើងរបស់វានៅហ្នឹងអាហ្នឹង swing high swing low ដូចគ្នានៅកន្លែងនេះដូចគ្នាណាឃើញកន្លែងនេះឃើញអញ្ចឹងវាបិទអត់បែកកន្លែងហ្នឹងអ្នកនេះឃើញគឺវាធ្លាក់មកវិញណាជើងរបស់វានៅនេះឃើញវាធ្លាក់មកដល់ជើងរបស់វាមកនេះហ្នឹងគឺវាធំមែនតើនេះកន្លែងនេះក៏ជាគេហៅ swing high swing low នេះឃើញបកគោលខ្ពស់មួយហើយនឹងបកគោលទាបរបស់វាណាឃើញនេះឃើញគឺកន្លែងបកគោលខ្ពស់នេះគឺវាបិទអត់បែកកន្លែងហ្នឹងហើយវាធ្លាក់ចុះមកខាងក្រោមនេះអាហ្នឹងគឺជា swing high swing low មានន័យថានៅកម្ពស់ខ្ពស់ឬក៏នៅកម្ពស់ទាបអញ្ចឹងទៅវាអាចនឹងអញ្ចឹងហើយមួយទៀតវាអាចនៅម្ដុំជា trend line លក្ខណៈថាដូចយើងគូចេះណាគូបន្ទាត់ចេះវាអាចនៅជាម្ដុំនេះដូចគ្នាណាម្ដុំបកគោលខ្ពស់ឬក៏បកគោលទាបអីចឹងទៅនេះប៉ុន្តែជាលក្ខណៈ trend line អញ្ចឹងណាបន្ទាត់ខ្ពស់ឬក៏បន្ទាត់ទាបដូចខ្ញុំប្រាប់អ្នកនាងលើកមុនអញ្ចឹងទៅខ្ញុំឧទាហរណ៍ដូចកន្លែងនេះគេ1 2 3គឺអ្នកនាងឃើញ1 2 3ប៉ះកន្លែងនេះទី3បិទអត់បែកគឺវាធ្លាក់មកវិញអញ្ចឹងទៅកន្លែងនេះមួយទៀត1 2 3ឃើញអានេះក៏ជា liquidity មួយដែរអ្នកខ្លះក៏គេហៅថា support resistance ប៉ុន្តែក៏ជា liquidity ដែរណា trend line ហ្នឹងក៏ជា liquidity ដែរមួយទៀតជាលក្ខណៈ session ដូចគ្នាឃើញអានេះអាស៊ីឃើញវាបិទកន្លែងនេះអត់បែកនេះឃើញបិទកន្លែងបកគោលលើនេះអត់បែកហើយវាធ្លាក់មកខាងក្រោមអញ្ចឹងមុននឹងគ្នាយើងចូល trade ឧទាហរណ៍ថាគ្នាយើងនៅពាក់កណ្ដាលទីបែបនេះអញ្ចឹងគ្នាយើងប្រកាសជាគូមួយមកថា swing high swing low ឬក៏កន្លែងបកគោលខ្ពស់ឬក៏បកគោលទាបដែលនៅជិតខ្លួនរបស់វានៅកន្លែងណាអញ្ចឹងយើងត្រូវរកមើលបកគោលខ្ពស់ឬក៏បកគោលទាបនៅជិតវាសិនមុននឹងយើងចូលការ trade ដោយសារយើងចាំឲ្យ trade ដល់ទូទៅគាត់ដាច់ SL សិនបានយើងធ្វើការចូលទោះបើយើងអត់អាចរក liquidity នឹងឃើញទេយើងហ្នឹងឯងគឺជាអ្នក liquid មានន័យថាយើងហ្នឹងជាអ្នកដាច់ SL មុនគេអញ្ចឹងឧទាហរណ៍ថាគ្នាយើងកន្លែងនេះយើងឃើញថាកន្លែងនេះគឺជា swing high swing low ឬក៏កន្លែងខ្ពស់ឬក៏កន្លែងទាបណាមួយអញ្ចឹងយើងរកចាំឲ្យវាទៅផ្ដាច់ liquidity សិនផ្ដាច់ពី candle ណាអ្នកនេះពី candle ណាមានន័យថាកន្លែងនេះគឺជាបកគោលខ្ពស់ណាបកគោលខ្ពស់ដែលយើងបាននិយាយបាញ់មិញត្រូវអត់ប៉ុន្តែមក candle នេះយើងអត់តន់យកទេយើងចាំឲ្យវាពី candle សិនបើសិនជា candle ពី candle នេះយើងមានចេញរៀងបែបនេះយើងអាចចាប់វាជាមួយនឹង S&P ដើម្បីធ្វើការយក sell បានប៉ុន្តែឧទាហរណ៍ថាបើសិនជាយើងចាប់មកស្រាប់តែ candle មួយខៀវ candle មួយទៀតនេះខៀវអានេះខ្ញុំអត់បានដូរពណ៌កន្លែងនេះខ្ញុំចង់មានន័យថាគឺខៀវដូចគ្នាណាមានន័យថាខៀវដូចគ្នាអានេះក៏ខៀវអានេះក៏ខៀវឬក៏ខៀវពីរគ្រាប់នៅពីលើតម្លៃ liquidity មួយហ្នឹងណាតម្លៃ liquidity មួយហ្នឹងអញ្ចឹងយើងក៏អត់ sell ដែរដោយសារតែមានន័យថាគឺជាការ break ឲ្យឡើងទៅលើណាប៉ុន្តែបើសិនជាវាមានលក្ខណៈថាចេញពណ៌ខៀវនៅនេះនៅពេលដែលមកដល់កន្លែងនេះឧទាហរណ៍ថាកន្លែងនេះជាលក្ខណៈពណ៌ខៀវខ្ញុំនិយាយពីខាងលើខៀវមួយហើយប៉ុន្តែគឺវាប្រឆេះមកវិញគឺជារាងពណ៌ក្រហមមកវិញក៏យើងអាចពិចារណាជាលក្ខណៈរាងបាតដូចខ្ញុំខ្ញុំដាក់រូបនៅខាងលើយើងក៏អាចពិចារណាក្នុងការលក់បានដូចគ្នាតាមរយៈការប្រើប្រាស់ S&P អញ្ចឹងសួរថាតើយើងមើលមិនឥឡូវយើងចាំឲ្យវាបង្កើតទៅជា candle ហ្នឹងប៉ះកន្លែងហ្នឹងពីរ candle សិនណាមក candle យកអត់តទេដោយសារវាអាចនឹង fake អញ្ចឹងឧទាហរណ៍ថាយើងឃើញពីរ candle បែបហ្នឹងហើយយើងចង់ដឹងថាអាហ្នឹងជា liquidity ដើម្បីយើងអាចចូលសារបានអត់អញ្ចឹងយើងគាត់នៅទី S&P មកមានន័យយើងមើលកន្លែងនេះខ្ទង់ម៉ោង20:00គឺម៉ោង8រហូតដល់ម៉ោង1:30នេះឃើញមាសវាបានបង្កើតតម្លៃខ្ពស់បំផុតអញ្ចឹងយើងគ្រាន់តែចូលមកមើល HAG មួយទៀតមកមិញមាសយើងមើលនៅ HAU USD FHM អញ្ចឹងប្រាក់យើងមើលទៅលើ HAG USD FHM ដូចគ្នាយើងមើលនៅក្នុងចន្លោះនេះណាម៉ោង8ម៉ោង20:00ដល់ម៉ោង1កន្លះហ្នឹងគឺមាសបានបង្កើតតម្លៃខ្ពស់ប៉ុន្តែប្រាក់វិញមើលអត់បានបង្កើតតម្លៃខ្ពស់ទេមានន័យថាមាសបាញ់ឡើងលើប្រាក់បាញ់ចុះក្រោមអញ្ចឹងកន្លែងហ្នឹងឯងគឺយើងហៅវាថា S&P អញ្ចឹងពេលដែលមាន
liquidity sweep បែបហ្នឹងហើយបូក SMT គឺអ្នកទាំងនេះអាចចូលលក់បានយើងអាចចូល short ឬក៏លក់នៅកន្លែងហ្នឹងបានហើយ targeting គឺនៅ swing low មានន័យថាតើជើងរបស់វាមកពីណាជើង liquidity របស់វាដែលយើងបានរងចាំបាញ់មិញគឺនៅនេះដោយសារបាញ់មិញយើងកំពុងតែរងចាំថាតើនៅពាក់កណ្ដាលទីបាញ់មិញយើងរងចាំបើសិនជាវាផ្ដាច់ក្រោមមាន liquidity យើងរក target នៅលើវាផ្ដាច់លើយើងដើម្បីយើងរក target មកក្រោមអញ្ចឹងកន្លែងនេះគឺយើងអាច target ពីលើមកក្រោមហើយយើងក៏អាចគូផ្សំគ្នាបានដែរដូច trend line liquidity ចេះដូចថាយើងរាប់1 2 3ឃើញកន្លែងនេះ SMT នេះខ្ញុំសូមដាក់ឧទាហរណ៍មកសិនណាកន្លែងនេះគឺជា SMT ហើយកន្លែងនេះក៏បូកជាមួយនឹង trend line ទៀតមានន័យថា liquidity កន្លែងនេះប្រសពគ្នាហើយយើង complete មើលមួយទៀតកន្លែងនេះទៀតកន្លែងនេះប្រហោងកណ្ដោប្រហោងកណ្ដាលណាគឺជា LVG ទៀតឃើញវាបិទបាល់ហ្នឹងអញ្ចឹងកន្លែងនេះប្រសពគ្នាយើងមាន head point ច្រើនអញ្ចឹងយើងអាចចូលបានដោយសុវត្ថិភាពគាត់ថាបើសិនជាអត់ចូលបើសិនជាអត់មាន LVG អត់មាន trend line តើយើងនៅតែអាចចូលបានអត់យើងអាចចូលបានបើសិនជាវាមានលក្ខណៈ liquidity sweep បែបនេះហើយយើងអាច sell ពីលើមកក្រោមបានបែបនេះណា sell ពីលើមកក្រោមដើម្បីមានឲ្យដល់ target នៅក្រោមអញ្ចឹងខ្ញុំឧទាហរណ៍កន្លែងនេះមួយទៀតឧទាហរណ៍នេះកំពុងតែចង់ចាប់វាថាអូកន្លែងនេះគឺជា liquidity នៅណាយើងចាប់វាជើងទាបឬក៏ជើងខ្ពស់នៅចិត្តប៉ុន្តែពេលដែលយើងចាំណាទី1យើងត្រូវមើលសិនតើវាផ្ដាច់ណាក្នុង candle អញ្ចឹងយើងអត់ទាន់មើលទេយើងចាំមើល2 candle សិនបើសិនជាបិទអត់បាយកន្លែងនេះគឺយើងអត់ទាន់ហៅដោយសារតែកន្លែងនេះបើបិទកំហល់មក2អញ្ចឹងគឺយើងអត់ហៅ liquidity នោះទេយើងចាប់អាកន្លែងហ្នឹងមួយទៀតណាយើងចាប់កន្លែងហ្នឹងមួយទៀតថាតើមាន liquidity ទៅផ្ដាច់កន្លែងហ្នឹងបានអត់ណាទាត់តែអស់កំសួរនៅកន្លែងហ្នឹងហ្មងនេះទីនេះអត់ទាន់ប៉ះទេអញ្ចឹងយើងអត់ទាន់លេងទេអញ្ចឹងយើងរងចាំទៀតណារងចាំទៀតថាតើវាអាចទៅផ្ដាច់អត់នេះផ្ដាច់បែបនេះណាផ្ដាច់បែបនេះអញ្ចឹងយើងរកមើលវាមាន SMT មានអីទៀតអត់អញ្ចឹងគឺយើងអាចចូលបានហើយផ្ដាច់បែបហ្នឹងហើយសួរថាចុះបើសិនជាជីងរៀងបែបនេះតើយើងអាចចូលបានអត់អញ្ចឹងកន្លែងនេះគាត់អាចបាយបានតែយើងមាន SMT មានអីចឹងណាដូចយើងបាននិយាយអញ្ចឹងទៅហើយយើងដាក់សួរថាដាក់ SL ណាដាក់គាត់នៅក្រោមជើងនេះបានដោយសារ head pole អីគេ head pole អីបានយើងដាក់នៅក្រោមជើងហ្នឹងដោយសារតែគឺគេផ្ដាច់ liquidity ហើយមានន័យថាអ្នកដែលបាយដបូងមកនេះអ្នកដែលបាយដបូងមកគឺគាត់ដាច់បាត់ហើយនេះដបូងនេះគាត់ចង់បាយនេះគាត់អត់មើល liquidity គឺគាត់ដាច់បាត់ហើយអញ្ចឹងនៅពេលដែលមាន liquidity ហើយគឺយើងដាក់ SL ដាក់អីប៉ុណ្្នឹងមកតែ targeting គឺនៅ swing នៅលើណាអាហ្នឹងគឺជាលក្ខណៈ trade បែប liquidity ណារងចាំវាទៅអូខេអញ្ចឹងគឺ hit target តែមិនមានន័យថាគ្រប់ concept ទាំងអស់សុទ្ធតែ work ណាអ្នកនេះយកទៅបែប test មួយបានអញ្ចឹងឧទាហរណ៍មួយទៅកន្លែងនេះគឺជា swing high ឬក៏ swing low របស់វាមានបកគោលខ្ពស់ឬក៏បកគោលទាបដែលនៅជិតខ្លួនរបស់វាតែសួរថាអ្នកចេះអ្នកនេះបើសិនជាអ្នកខ្លះទៀតគាត់ចង់ចាប់ពីខាងនេះមកវិញបានអ្នកគាត់ចង់ចាប់ពីចេះមកវិញក៏បានដែរមានន័យថាពីតម្លៃនេះក៏បានដែរមានន័យថាជិតខ្លួនរបស់វានឹងក៏បានឬក៏ឆ្ងាយរបស់វាក៏បានមានន័យថាយើងចង់ចាប់ពីនេះមកក៏បានឃើញនេះឃើញនេះមានន័យថាយើងចង់ចាប់ពីចិត្តខ្លួនរបស់យើងនេះឃើញបើដាក់បាយឡើងលើឬក៏ឆ្ងាយក៏បានដែរមានន័យថាឆ្ងាយប៉ុន្តែកុំឲ្យឆ្ងាយពេកមកល្មមនេះដូចឆ្ងាយនេះក៏យើងត្រូវមើលដែរនេះឧទាហរណ៍ពីឆ្ងាយមកនេះយើងមើលសិនដែរថាតើវាជាលក្ខណៈ liquidity sweep ឬក៏អត់តែយើងចាំទាំងបាននេះតែបើសិនយើងមើលពី candle ទៅវា clear ក៏ហមមកទាំងពីរអានឹងយើងអត់ចាប់ទេអញ្ចឹងកន្លែងនេះយើងចង់ចាប់អានេះក៏បានឬក៏ចាប់អានេះក៏បានអញ្ចឹងដូចថាកន្លែងនេះអញ្ចឹងយើងចាប់បកគោលខ្ពស់មួយទៅអញ្ចឹងខ្ញុំបង្ហាញឲ្យខ្ញុំមើលកន្លែងនេះគឺអ្នកនេះប្រកាសជាគិតថាអូកន្លែងនេះ break ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងវាអាចនឹងជារៀងលក្ខណៈ body soup បើសិនជាវាប្រចាំមកវិញជាលក្ខណៈក្រហមមកវិញអញ្ចឹងឥឡូវខ្ញុំដូររូប candle នេះមើលកុំឲ្យនេះពិបាកគឺនេះពណ៌ខៀវហើយបើសិនជាវាប្រចាំមកវិញក្រហមប៉ុន្តែវាបិទចូលក្នុងវិញចេះណាបិទចូលក្នុងវិញអញ្ចឹងអាហ្នឹងគឺយើងអាចចូលបានដល់តាមណាអីគេទៀតមាន SMT ជាមួយនឹងប្រាក់អញ្ចឹងបើសិនជាមាសវាបង្កើតតម្លៃខ្ពស់ចេះហើយបើសិនជាប្រាក់យើងទៅមើលម៉ោងពេលវេលាដូចគ្នាទៅបើសិនជាវាអាចបង្កើតតម្លៃខ្ពស់ទេវាបង្កើតតម្លៃទៀតអញ្ចឹងយើងចូលបានហើយអញ្ចឹងសួរតែការប្រើប្រាស់ liquidity គឺវាបែបហ្នឹងវានឹងដើរពីណានេះវាមើលជើងវានេះជើងវានៅខាងក្រោមនេះវាដើរពីជើងលើមកជើងក្រោម swing high swing low អញ្ចឹងបើសិនជាយើង sell ណាកន្លែងនេះបើសិនជាកន្លែងនេះយើងដាក់នៅលើនេះមកដើម្បីយើងការពារហើយ target របស់យើងនៅក្រោមនេះមក target របស់វាគឺនៅក្រោមនេះមកយើងដាក់អូខេឥឡូវគឺ hit target យកមកអញ្ចឹងសូមថាពេលខ្លះក៏ជាលក្ខណៈនេះដូច trend line នេះឃើញនេះយើងមើលកន្លែងនេះក៏ជាលក្ខណៈ liquidity sweep ដែរឃើញនេះឃើញនេះកន្លែងនេះប៉ះ1ប៉ះ2ប៉ះ3នេះឃើញជាលក្ខណៈ liquidity sweep ដូចគ្នាអញ្ចឹងកន្លែងហ្នឹងក៏យើងអាច short ឬក៏ sell បានដូចគ្នានៅពេលដែលវាបិទបាយកន្លែងហ្នឹងអញ្ចឹងយើងអាចដាក់នេះបានឃើញមានន័យថាកន្លែងនេះពីជើងលើដល់ជើងក្រោមនេះកន្លែងនេះ1 2 3ប៉ះ1ប៉ះ2ប៉ះ3បិទបាច់ដូចខ្ញុំធ្លាប់ប្រាប់ពី support resistance នេះគឺក៏ជា liquidity របស់វាមួយដែរណាហើយមួយទៀតនេះគឺ average 4 ម៉ោងក៏មានប្រសិទ្ធភាពដែរនៅក្នុង indicator របស់យើងអ្នកនេះអាចបាយឈ្មោះ
នៅក៏ទៅដល់ SCRT ហ្នឹងដើម្បីយើង add មើល silo អីចឹងណាអ្នកនេះអាចចុច setting ដើម្បីដាក់ណា fair value gap នៅខាងក្រោមនេះអញ្ចឹងអ្នកនេះនឹងឃើញពី fair value gap 4 ម៉ោងអញ្ចឹងអា4ម៉ោង fair value gap ហ្នឹងក៏មានប្រសិទ្ធភាពខ្លាំងនៅក្នុងការចូលដែរអ្នកខ្លះគាត់ថាតើពេលណាដែលធ្វើការចូលបានគឺអ្នកនេះគាត់តែរងចាំឲ្យវាទៅផ្ដាច់ liquidity sweep នៅត្រង់ LVG 4 ម៉ោងមានន័យថាវាទៅចាក់ទៅធម្មតាខណៈ LVG គឺខណៈប្រហោងកដាមួយអញ្ចឹងត្រូវអញ្ចឹងបើវាទៅចាក់នៅកន្លែងហ្នឹងតើតែមាន liquidity sweep បានវាមានប្រសិទ្ធភាពនៅក្នុងការចូលអញ្ចឹងធម្មតាពេលខ្លះអ្នកខ្លះគ្នាយើងក៏សួរថាអូបងមិន LVG កន្លែងហ្នឹងវាអត់សូវដើរឬក៏ fair value gap អត់សូវដើរអ្នកនេះទៅរកមើល liquidity ឲ្យឃើញបើសិនជាមាន liquidity គឺ LVG ហ្នឹងគឺនឹងដើរភាគរយច្រើនអញ្ចឹងណាមិនមែនមានន័យថាដើរគ្រប់ពេលទេប៉ុន្តែភាគរយច្រើននឹងដើរអញ្ចឹងឧទាហរណ៍នៅកន្លែងនេះ LVG មានន័យថាប្រហោង candle ដែលប្រហោង1 2 3គឺប្រហោងកណ្ដាលអញ្ចឹងចាំមើលវាទៅចាក់ជាលក្ខណៈ liquidity sweep នៅកន្លែងហ្នឹងឃើញវា sweep កន្លែងហ្នឹងណាអញ្ចឹងនេះអាច short នៅកន្លែងហ្នឹងបានឃើញនៅប្រហែលថ្ងៃមុននេះអាច short ទៅបាននេះតាក់តងនេះឃើញយើងមាន SMT យើងមានអីចឹងទៅអញ្ចឹងកន្លែងនេះគាត់បិទភ្លាមណាបិទភ្លាមគឺយើងអាច short នៅកន្លែងហ្នឹងភ្លាមប៉ុន្តែស្រួលថាថាកន្លែងហ្នឹងមកពីណាអញ្ចឹងយើងមើលជើង liquidity នេះវាមាន liquidity មានជើងនៅកន្លែងនេះមួយទៀតអត់អញ្ចឹងបើមានជើងមួយកន្លែងមួយទៀតយើងអាច target ពីលើនេះមកដល់មានន័យថា LVG កន្លែងនេះបានបំពេញហើយដោយសារតែបូកជាមួយនឹង liquidity swing high swing low របស់វាហ្នឹងទៅអញ្ចឹងគឺវានឹងដល់ liquidity អញ្ចឹងអ្នកនេះកុំភ្លេចយកវាទៅបើកតេស្តមើលផងតើអ្វីដែលខ្ញុំនិយាយនឹងត្រូវអត់ព្រោះ liquidity គឺជាកន្លែងមួយនេះត្រូវមើលជាចាំបាច់បើអ្នកនេះរកឃើញ liquidity ទេអ្នកនេះនឹងឲ្យនឹងទៅខ្លាចជា liquidity របស់គេដូចគ្នាផងដែរបើអ្នកនេះចង់បង្កើត contract ដើម្បីទទួលបានលុយ rebate ឡប់មកវិញ$6ក្នុងមួយ lot គឺយើងមាន spread 21ក៏មាន spread 21អ្នកនេះអាច scan ជាប់ជាវីដេអូនៅខាងលើបានហើយកុំភ្លេច join channel Telegram របស់ខ្ញុំ Facebook page YouTube TikTok អីផ្សេងហើយយើងនឹងត្រឡប់មកជួបអ្នកនរគ្នានៅវីដេអូក្រោយខ្ញុំតទៀត Bye